ចម្រើនចូលនៅក្នុងអាការៈ32ដូចដុសថ្មិញទៅគណៈតែងតែប្រចារណាថាទឹមតែជាថ្មិញមួយនៅរាងកាយនេះมันស្អាតយ៉ាងនឹងឯងចឹងប្រគុណក៏ដូចគ្នាបើយើងមិនដោបងហើយបើមិនបានសម្អាតដុសលាងទេនឹងមានភាពសៅមងដូចគ្នាចឹងរាងកាយនេះក៏ដូចគ្នាបើមិនបានដុសសម្អាតទេនឹងមានភាពសៅមងក៏ខ្វក់ដូចគ្នាចឹងតើនៅក្នុងកណាតែងតែរលឹកពិចារណារឿយពេលណាទុក្ខវេទនាកើតឡើងក៏កណាកំណត់ដឹងថានេះត្រឹមតែជាទុក្ខវេទនាចឹងទៅនឹងសភាវៈទាំងនឹងអាចចូលនៅក្នុងវិបស្សនាបានដែរទេម្ចាស់គ្រូហើយកណាបានស្ដាប់ព្រឹកមិញនឹងលោកម្ចាស់ប្រធានវាទព្រះអង្គគ្រូប្រធានវាទវារឿងព្រះយុះដែលលោកនឿយណាយនៅក្នុងប្រាសាទហ្នឹងដែលមានស្រីរបាំរំរែកហើយមានការអស់កម្លាំងទៅក៏ដេកដួលមានខ្លះទៅក៏ដេកមិនមានការសំគួរខ្លះទៅក៏ហៀទឹកមាត់ចឹងទៅព្រះយុះពិចារណាទៅក៏ចាក់ចេញទៅមានអមនុស្សបើកទ្វារឲ្យព្រះយុះចេញទៀតអញ្ចឹងក៏ទៅក៏ព្រះអង្គកំពុងតែសង្ក្រមអញ្ចឹងទៅព្រះយុះតែងតែពិចារណាថាកន្លែងទីនេះមានការវឹកវរខ្លាំងណាស់ក៏ព្រះអង្គចូលទៅគង់កន្លែងសំគួរព្រះអង្គមានពុទ្ធដីកាថាយុះកន្លែងនេះมันមានការសបុកសបល់ទេចូលយុះចូលមកទីនេះមកពេលហ្នឹងម្ចាស់គ្រូកណានឹកឃើញដល់ព្រះអង្គគ្រូភ្លាមតែព្រះអង្គគ្រូតែងតែហៅយើងខ្ញុំកណាទៅបដិបត្តិនៅព្រះធម៌តែកណាបានចុះឈ្មោះឲ្យបងស្រីចុះឈ្មោះឲ្យព្រះអង្គគ្រូកណាបានចុះឈ្មោះខ្លួនឯងទេកណានឹកឃើញថាទៅពីអ្នកបងស្រីចឹងឲ្យបងស្រីចុះឈ្មោះតែម្នាក់ទៅបានហើយព្រះអង្គគ្រូកណាសូមនមស្ការថ្វាយគុំលាព្រះអង្គគ្រូដែលក្តីគ្រប់ដែលក្តីជ្រះថ្លាពោចម្រើនពោញោមសាធុនឹងញោមពិចារណានឹងត្រូវហើយពោបញ្ញោមត្រូវចាំថាពេលដែលព្រះយុះឃើញសភាវៈมันគួរឲ្យត្រេកអរឃើញកាយនេះជារបស់មិនស្អាតនឹងគេហៅថាយោនិសោថ្នាក់ពិចារណាពោពិចារណាឃើញសភាវៈមិនស្អាតនឹងជាការគិតទេពិចារណាទេតែផ្លូវដើម្បីញោមចូលទៅកាន់អរិយមគ្គដើម្បីផុតអំពីផ្លូវអបាយភូមិពោដើម្បីជាបសោតាបានញោមចាំបាច់ដូចព្រះយុះអញ្ចឹងចាំបាច់ដើរទៅជួបព្រះពុទ្ធដើម្បីឲ្យព្រះអង្គសម្ដែងធម៌ឲ្យព្រះអង្គបញ្យល់ធម៌អំពីការបដិបត្តិពោកន្លែងនេះហើយដែលអាត្មាចង់ឲ្យញោមមកប្រតិបត្តិមកសិក្សាយកបែបប្រតិបត្តិពោដែលញោមស្ដាប់លោកគ្រូធម្មកថាលោកសម្ដែងនឹងគេហៅថាសុតមយៈបញ្ញាថ្នាក់ស្ដាប់ហើយញោមយកពាក្យរបស់ពួកលោកទាំងអស់មកពិចារណាអានឹងហៅថាចិន្តាមយៈបញ្ញាថ្នាក់ការពិចារណាពោហើយពេលដែលញោមពិចារណាហ្នឹងហើយញោមក៏ត្រឡប់មកសភាវៈដើមវិញនោះមិនតាន់ជាភាវនាមយៈបញ្ញាទេពោភាវនាមយៈបញ្ញាថ្នាក់ការពិចារណាដល់អំណាចនៃមโนទ្វាពោគឺពិចារណាតាមផ្លូវវិបស្សនាញាណគឺនាមរូបនឹងទើបជាវិបស្សនាដ៏បរិសុទ្ធហើយអ្វីដែលញោមកំណត់ដឹងញោមពិចារណាធ្វើយោនិសោថ្នាក់គិតថាពិចារណានឹងអានឹងវានៅថ្នាក់យើងពិចារណាព្រះបរិយ័តញោមទេពុំមិនតាន់ត្រឹមត្រូវទេប៉ុន្តែវាជាកុសលមួយដ៏ល្អហើយព្រោះវាជាហេតុនាំឲ្យញោមដល់ដំណាក់កាលពេលក្រោយញោមងាយយល់ពេលដែលញោមបប្រតិបត្តិវិបស្សនាតែបើញោមមានផ្លូវប្រតិបត្តិហើយញោមមករៀនញោមនឹងច្បាស់លាស់ពោសាធុចឹងញោមចែកថ្នាក់បញ្ញា3យ៉ាងញោមណាបញ្ញាថ្នាក់ស្ដាប់បញ្ញាថ្នាក់គិតពិចារណាហើយនិងបញ្ញាថ្នាក់ចម្រើនភាវនាបែបវិបស្សនាញាណសម្លឹងឃើញនាមរូបដែលប្រះចាកសត្វនឹងទើបជាបញ្ញាបរិសុទ្ធដើម្បីឈ្មោះចូលទៅកាន់វិបស្សនាញាណហើយដើម្បីបានទៅជាបច្ចុប្បន្នសោតាបានដើម្បីបានជាបសោតាបានហើយដើម្បីបានជាងបសកតិគិមីរហូតដល់ពេលអរិយបុគ្គលជាន់ខ្ពស់ពោផ្លូវវិបស្សនាញាណបែបនឹងឯងពោសត្វអង្គគ្រូកណាតែងតែស្ដាប់
នៅរូបហ្នឹងណាសំបីតារូបហើយនឹងនាមកណាស្ដាប់ហើយស្ដាប់ទៀតស្ដាប់ហើយស្ដាប់ទៀតតាំងពីមិនទាន់ជួបព្រះអង្គគ្រូម្លេះកណាស្ដាប់អត់យល់ទេព្រះអង្គគ្រូរូបនឹងនាមបែកញែកចេញពីគ្នាយ៉ាងម៉េចទៅរូបដែលភាពមិនដឹងនាមដែលជាភាពដឹងកំណត់ដឹងយ៉ាងម៉េចទៅព្រះអង្គគ្រូទឹមឥឡូវទឹមកណាបានស្ដាប់ទៅយល់ថារូបនេះជាភាពមិនដឹងនាមទេដែលជាអ្នកកំណត់ដឹងព្រះអង្គគ្រូឲ្យពេលនោះកណាមានសេចក្តីជ្រះថ្លាក្រៃលែងព្រះអង្គគ្រូដោយថាមិនយល់នេះគឺមិនយល់ពិតមែនណាព្រះអង្គគ្រូតែទឹមស្ដាប់ធម៌វិបស្សនានេះទឹមស្ដាប់បានទើបតែកណាបានទៅជួបព្រះអង្គគ្រូហើយបានមកស្ដាប់បានទឹមតែថ្ងៃនោះទេព្រះអង្គគ្រូតាំងពីនោះមកកណាតែងតែស្ដាប់វិបស្សនាហើយសតិប្បដ្ឋានគឺស្ដាប់ចូលតែម្ដងព្រះអង្គគ្រូហើយកណាចង់សួរព្រះអង្គគ្រូថាវិបស្សនាហើយនឹងសតិប្បដ្ឋាននឹងខុសគ្នាដែរអីយ៉ាងម៉េចព្រះអង្គគ្រូកណាវិបស្សនាបានដល់បញ្ញាដល់ពើយល់ទេកន្លែងហ្នឹងព្រះអង្គគ្រូកណាទឹមយល់ថាអូយសំបីតានាមហើយនឹងរូបអត់យល់ស្ដាប់ហើយស្ដាប់ទៀតស្ដាប់ហើយស្ដាប់ទៀតជ្រុំហើយជ្រុំទៀតនៅតែមិនយល់ទឹមតែទៅជួបព្រះអង្គគ្រូនោះបានស្ដាប់ទៅបានយល់សំបីតាបានយល់ប៉ុណ្ណឹងក៏កណាអស់ចិត្តដែរណាព្រះអង្គគ្រូកណាអស់ចិត្តត្រង់ថាកណាស្ដាប់បានបើពីមុនកណាស្ដាប់មិនបានអញ្ចឹងណាព្រះអង្គគ្រូអញ្ចឹងកណាពោចម្រើនពោសាធុមានញោមបាសិកាគាត់ជាសិស្សចាស់ដែលគាត់បានរៀនជាមួយអាត្មាភាពប្រហែលជាងកន្លះឆ្នាំជាងញោមពោហើយគាត់បានប្រាថ្នាដែរគាត់ស្ដាប់ធម៌10ឆ្នាំជាងហើយតែគាត់តាមស្ដាប់រហូតប៉ុន្តែគាត់អត់សូវយល់អំពីពាក្យថានិមរូបនឹងទេពោពេលដល់ហើយគាត់ស្ដាប់ធម៌គាត់ស្ដាប់ហើយចិត្តតែភ្លេចពុទ្ធគាត់ស្ដាប់ច្រើននោះគ្រូច្រើននោះពោពេលណែផងពេលនោះផងធម្មទៅលោកសំដែងគាត់ស្ដាប់រឿងផងប្រសូតផងអភិធម្មផងហើយស្ទប់ប្រឋានផងទៅច្រើនយូរទៅគាត់អត់ដឹងចាប់មួយណាប្រកបគាត់ច្បាស់ពោនៅតែអត់សូវយល់ដោយសារគាត់ចាស់ហើយញោមសញ្ញាក៏ខ្សោយប៉ុន្តែពេលដែលគាត់បានសិក្សាអាត្មាភាពបានបង្រួមសេចក្តីបរមត្ថទាំងអស់មកនិមរូបឲ្យខ្លីពេលដែលពួកគាត់បានបដិបត្តិជាមួយអាត្មាហើយគាត់ក៏ច្បាស់គាត់ថាលើនឹងធរទាំងគ្រូកែបណ្ឌិតធរគ្រូសុផាធរណាគាត់ស្ដាប់ដាក់ចូលតែម្ដងហើយគាត់សប្បាយចិត្តមែនទេមកថាគាត់ស្ដាប់ធរជា10ឆ្នាំអត់យល់តែឥឡូវគាត់យល់ច្បាស់ព្រោះនេះដោយសារគាត់ខ្វះការបំបែកធរទាំងឲ្យខ្លីបានញោមទៅពេលដែលយើងខ្វះការបំបែកឲ្យខ្លីបានយើងស្ដាប់ច្រើនពេកវាច្រឡំគ្នាពូហើយទៅពេលដល់យើងថ្នាក់បដិបត្តិគឺយើងរួមធរទាំងអស់ឲ្យខ្លីពូទៅពេលឲ្យខ្លីទៅពេលដែលគាត់បានបដិបត្តិឃើញសភាវៈធរខ្លីហ្នឹងគាត់ក៏អាចស្ដាប់ធរប្រយ័ត្នទាំងឡាយគាត់ក៏យល់បានសាធុញោមដូចគាត់ហើយពូញោមមិនខំពីគាត់ទេនឹងជាលៀបជាបុណ្យរបស់ញោមហើយពូឥឡូវនេះញោមទើបតែស្ដាប់សាអាត្មាញោមអាចស្ដាប់ធរចេះថ្លាយល់បានតែញោមមិនទាន់បានឃើញការចាត់ធ្លុះវិបស្សនាញាណដែលញោមអាចរៀន7ថ្ងៃញោមទៅដល់បានញោមដឹងថាកាន់តែអស្ចារ្យលើលុបហើយញោមជាបុគ្គលដែលមានភ័ព្វញោមអាចហូរទឹកភ្នែកយំណាញោមព្រោះវិបស្សនាវាអស្ចារ្យណាស់ពូសាធុហើយញោមនឹងទៅជាបុគ្គលស្មោះត្រង់នឹងពុទ្ធដែលសឹងថាมันអាចដោះខ្លួនបានពូជឿជាក់សុបលើពុទ្ធពូបុគ្គលណាមួយកែប្រែញោមបានទេពូញោមចេះច្បាស់ហើយចំមកធម្មកថាលោកសំដែងបរមត្តខ្ពស់ប៉ុណ្ណាក៏ញោមស្ដាប់យល់ដែរព្រោះញោមស្គាល់វិធីបរិបត្តិខាងក្នុងដែលហៅថាលំដាប់ភាវនាមយញាណណាពូភាវនាមយបញ្ញានោះវាកម្រិតខ្ពស់ជាងការស្ដាប់ជាងការពិចារណាពូសាធុដើម្បីឲ្យចាស់ច្បាស់អំពីសតិប្បដ្ឋាននិងវិបស្សនានឹងញោមអាចចូលប្រធាននុក្រមឬក៏នៅក្នុងអ៊ីនធឺណិតដែលធម្មកថាយើងលោកសំដែងមានលោកសេទុកច្រើនណាស់ពូទាំងពខុសង្ឃទាំងអបាសកបាសិកាយើងប្រើវិបស្សនានឹងទៅនឹងការឃើញច្បាស់គឺយើងឃើញនៅអារម្មណ៍មិនទៀងជាទុកជាអនត្តាហើយឃើញនឹងមិនយើងគិតណាញោមគឺវាកើតឡើងមកឲ្យឃើញសភាវៈរូបធម៌នាមធម៌ហ្នឹងវាការរលត់វាប្រែប្រួលហើយវាវិសភាវៈប្រះចាកខ្លួនយើងប្រះចាកសត្វណាពូប្រះចាកបុគ្គលវានឹងឃើញដោយញាណណាពូមិនមែនដោយញោមគិតពិចារណាទេនឹងជាបញ្ញាឃើញច្បាស់ដោយញាណណាពូនឹងគេហៅវិបស្សនាដល់លំដាប់នៃការចម្រើនភាវនាពូតែពេលដែលសតិប្បដ្ឋានញោមប្រើដែលអ្នកប្រាជ្ញខ្មែរយើងលោកសំដែងអំពីសតិប្បដ្ឋាន4វាមានកាយវេទនាចិត្តធម៌សតិដឹងនៅក្នុងកាយឈ្មោះតកាយានុបស្សនាសតិ
សតិដឹងនៅក្នុងវេទនាឈ្មោះវេទនានុបស្សនាសតិសតិដឹងនៅក្នុងចិត្តចិត្តានុបស្សនាសតិសតិដឹងនៅក្នុងធម៌ធម្មានុបស្សនាសតិអញ្ចឹងបានន័យថាសតិប្បដ្ឋានហ្នឹងយើងដឹងចម្រើននៅលើកាយគឺយើងដឹងនៅក្នុងកាយតែបញ្ញាវាអត់តប្រកបក្នុងសតិប្បដ្ឋានទេបងតែបញ្ញាវានឹងកើតឡើងពេលដែលយើងកំណត់ដឹងនៅក្នុងសតិខ្ញុំចាប់បានទេក្នុងកាយបញ្ញាវានឹងកើតឡើងបញ្ញាវានៅជាមួយនឹងសតិប្បដ្ឋាននឹងឯងចំបានព្រះអង្គសម្ដែងថាសតិប្បដ្ឋានជាផ្លូវមូលតែមួយដើម្បីត្រាស់ដឹងផ្លូវមូលតែមួយដើម្បីត្រាស់ដឹងបើយើងរៀននៅក្នុងសតិប្បដ្ឋានយើងនឹងបានឃើញវិបស្សនាចាប់បានណាញោមឃើញវិបស្សនាឃើញរូបធម៌នាមធម៌មានសភាវៈមិនទៀងជាទុក្ខជាអនត្តាពេលដែលយើងកំពុងកំណត់ដឹងនៅក្នុងកាយកំពុងកំណត់ដឹងនៅក្នុងវេទនាកំពុងកំណត់ដឹងនៅក្នុងចិត្តនិងធម៌ចាប់បានណាបងកំណត់ដឹងនៅធម៌4យ៉ាងហ្នឹងយើងនឹងឃើញវិបស្សនាវាកើតឡើងជាមួយនឹងសតិប្បដ្ឋាននឹងឯងដូច្នេះហើយបានព្រះអង្គហៅថាសតិប្បដ្ឋានជាផ្លូវមូលតែមួយដើម្បីត្រាស់ដឹងដើម្បីត្រាស់ដឹងដើម្បីឃើញសភាវៈអនិច្ចំទុក្ខំអនត្តាចាប់បានណាញោមពោសត្វទុក្ខឬក៏ត្រាស់ដឹងនៅព្រះអរិយមគ្គតាមសតិប្បដ្ឋាននឹងឯងនឹងពេលដែលញោមបដិបត្តិទៅញោមភ្លឺច្បាស់ហើយពោសត្វទុក្ខអ្នកដែលបដិបត្តិដំបូងគឺធ្វើម៉េចឲ្យចាប់កំណត់ធាតុមិនដឹងជារូបធម៌និងធាតុដឹងជានាមធម៌ហើយធាតុមិនដឹងជារូបធម៌ធាតុមិនធាតុដឹងជានាមធម៌នេះយើងចេះមកពីណាគឺយើងទៅទទួលពីព្រះអស់របស់ព្រះអង្គដែលព្រះអង្គប្រាប់យើងបានយើងមានយោនិសោមនសិការៈញ៉ាំងបញ្ញានុសតិកំណត់